កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនហ្គោល International Serial ដ៏ធំជាលើកដំបូងក្នុងឆ្នាំ2025ការប្រកួតវាយកូនហ្គោលអាជីពអន្តរជាតិ International Serial បានបង្ហាញទីតាំងដ៏អស្ចារ្យថ្មីមួយទៀតសម្រាប់ការប្រកួតជម្រុះនៅរដូវកាលឆ្នាំ2025នេះដោយមានកម្ពុជាជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ការប្រកួតដ៏ល្បីល្បាញមួយនេះស្ថិតនៅក្រោមការរៀបចំរបស់ក្រុមហ៊ុន Royal Group ហើយវាជាការបន្ថែមទីតាំងប្រកួតចុងក្រោយបំផុតនៅក្នុងតារាងការវិភាគនៃការប្រកួតជម្រុះលើទឹកដីថ្មីដើម្បីបង្កើតទីផ្សារថ្មីបន្ថែមទៀតព្រឹត្តិការណ៍នេះនឹងបង្ហាញខ្លួនលើកដំបូងនៅទីតាំងវាយកូនហ្គោលដ៏មានកិត្តិនាមល្បីល្បាញមួយគឺរមណីយដ្ឋានវាយកូនហ្គោលឈុនអននៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី9ដល់ថ្ងៃទី12ខែតុលាខាងមុខនេះព្រឹត្តិការណ៍វាយកូនហ្គោលជុំទី6ក្នុងចំណោមជុំ10ជុំនៅពេញមួយរដូវកាលនេះនឹងនាំមកនៅកីឡាករឆ្នើមប្រចាំលីកកំពូលព្រមទាំងមានថ្វីដៃលេចធ្លោជាច្រើនរូបផ្សេងទៀតឲ្យមកចូលរួមក្នុងការប្រកួតជម្រុះនៅតំបន់អាស៊ីអាគ្នេយ៍អ្នកបញ្ញាគិតមេងនាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group បានថ្លែងថាការនាំយកមកនៅព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកចូលរួមប្រទេសកម្ពុជាដោយមានរមណីយដ្ឋានឈុនអនជាទីតាំងដ៏ធំទូលាយសម្រាប់រៀបចំការប្រកួតគឺជាចំណុចសំខាន់មួយក្នុងការអភិវឌ្ឍវិស័យវាយកូនហ្គោលនិងវិស័យទេសចររបស់ប្រទេសកម្ពុជាក្រោមគោលនយោបាយនៃរាជរដ្ឋាភិបាលអាណត្តិទី7ដឹកនាំដោយសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានគាំទ្រនិងស្វាគមន៍យ៉ាងពេញទំហឹងចំពោះព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទផងដែរដោយការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនហ្គោល International Serial នៅកម្ពុជាយើងមិនត្រឹមតែបង្ហាញដល់ពិភពលោកអំពីសម្រស់នៃប្រទេសជាតិជើងទេប៉ុន្តែថែមទាំងបានជំរុញឲ្យយុវជននិងសហគមន៍ក្នុងស្រុកចូលរួមសហកម្មជាមួយវិស័យកីឡាផងដែរព្រឹត្តិការណ៍នេះនឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ជំរុញឲ្យវិស័យទេសចរនិងបដិសណ្ឋារកិច្ចព្រមទាំងបង្ហាញអំពីវប្បធម៌ដ៏ផូរផង់និងសម្បូរបែបភ្ជាប់ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្ដៅដែលកម្ពុជាផ្ដល់ជូនពួកយើងមានការតាំងចិត្តដ៏មុះមាំក្នុងការធ្វើឲ្យការប្រកួតនេះក្លាយជាបទពិសោធន៍មួយដ៏មិនអាចបំភ្លេចបានសម្រាប់កីឡាករនិងទស្សនិកជនហើយពួកយើងកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារក្នុងការស្វាគមន៍វាយកូនហ្គោលពីជើងខ្លាំងពី Legal និង Asian Tour មកចូលរួមនោះកម្ពុជានឹងអាចបង្ហាញមុខមាត់ថ្មីលើឆាកអន្តរជាតិហើយអ្នកគាំទ្រទូទាំងពិភពលោកនឹងបានមើលឃើញនៅគុណភាពដ៏អស្ចារ្យនៃទីលាននិងបរិវេណវាយកូនហ្គោលដែលកម្ពុជាមានលោក Rong Sul Singh នាយកនៃការរៀបចំព្រឹត្តិការណ៍ប្រកួត International Serial បានមានប្រសាសន៍ផងដែរថាការបូកបញ្ចូលប្រទេសកម្ពុជាចូលទៅក្នុងតារាងការវិភាគនៃការប្រកួតគឺជាជំហានដ៏មានសារៈសំខាន់មួយខណៈពេលដែលយើងកំពុងបង្កើតពង្រីកវិសាលភាពនៃកីឡាវាយកូនហ្គោលយើងទៅកាន់ទស្សនិកជនគោលដៅថ្មីតាមរយៈព្រឹត្តិការណ៍នេះយើងបានផ្ដល់ជូននៅឱកាសការងារជំរុះដល់អ្នកមានថ្វីដៃនៅក្នុងតំបន់ក៏ដូចជាគ្រប់វិស័យវាយកូនហ្គោលជាពិសេសដោយការអភិវឌ្ឍសមត្ថភាពក្នុងការលេងកីឡាប្រភេទនេះឲ្យចាប់ផ្ដើមចាក់ឫសគល់នៅក្នុងទីផ្សារតែម្ដងព្រឹត្តិការណ៍ថ្មីនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានឈ្មោះជាសមាជិកក្លឹបវាយកូនហ្គោលអន្តរជាតិជាងនេះទៅទៀត
រមណីយដ្ឋានវាយកូនគោលអង្គរនៅខេត្តសៀមរាបក៏ជាទិសដៅលេចធ្លោមួយដែរដែលធ្លាប់ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍វាយកូនគោល Hongdao Fodor Cambodia Classic កាលពីឆ្នាំ2012និងប្រកួតដណ្ដើមពានរង្វាន់ជើងឯកថ្នាក់តំបន់ដែលរៀបចំដោយក្លឹបវាយកូនគោលដ៏ធំចំណាស់ RNA កាលពីឆ្នាំមុនផងដែរការរៀបចំឲ្យមាននៅទីបៀប្រកួតប៉ុន្មានលើកនេះគឺមានគោលបំណងជំរុញកីឡាករប្រភេទនេះឲ្យកាន់តែទូលំទូលាយជាមួយគ្នានេះលោកឈុននីងថេងស្នងការនិងជានាយកប្រតិបត្តិនៃក្លឹបវាយកូនគោលប្រចាំតំបន់អាស៊ីបានបន្ថែមថានេះគឺជាថ្ងៃដ៏សំខាន់សម្រាប់ការប្រកួតជម្រុះក្នុងតំបន់អាស៊ីអាគ្នេយ៍កម្ពុជាជាប្រទេសដែលយើងបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងរយៈពេល4រដូវកាលចុងក្រោយនេះព្រឹត្តិការណ៍ផ្សេងៗរបស់ Theនឹងបើកផ្លូវច្បាស់លាស់សម្រាប់ការប្រកួតទៅ Lego League សម្រាប់ព័ត៌មានបន្ថែម The International Series សូមចូលទៅកាន់គេហទំព័រ www.international.com